ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកចែកម្លែកពី technique ធ្វើគោនំប៉័ង Snow បាក់យ៉ុងវិធីធ្វើអត់ពិបាកទេបងប្អូនទាំងអស់គ្នាយើងអាចធ្វើនៅផ្ទះញ៉ាំទុកជាអាហារពេលព្រឹកអាហារសម្រន់អីគឺងាយស្រួលខ្ញុំគឺធ្វើពីល្ងាចទុកព្រលឹមឡើងឲ្យកូនយកទៅសាលាយកទៅកន្លែងធ្វើការញ៉ាំអញ្ចឹងណាឥឡូវដំបូងខ្ញុំមកចាប់ផ្ដើមលាយម្សៅនំប៉័ងសិនយើងប្រើម្សៅនំប៉័ងឬក៏ម្សៅមីក៏បានដែរចំនួន3ខាំខ្ញុំលែងរែងវាបន្តិចណាដើម្បីឲ្យសាច់ម្សៅយើងគឺវាទៅសោះបានល្អបន្ទាប់មកយើងត្រូវការត្រោះគោស្រស់នេះគឺខ្ញុំយកវាទៅកម្ដៅបងប្អូនអត់កម្ដៅក៏បានដែរប៉ុន្តែដោយសារឥឡូវហ្នឹងមេវាត្រជាក់ខ្លាំងហើយយើងយកកម្ដៅទៅដើម្បីឲ្យសាច់នំយើងវាឆាប់ឡើងខ្ញុំប្រើត្រោះគោស្រស់180 ml ដាក់ស្ករចូលចំនួន2ស្លាបព្រាបាយឬក៏ស្មើនឹង30 ក្រាមយើងដាំវាគ្រាន់តែឲ្យវាក្តៅណាបងប្អូនអរគ្នាបងប្អូនស្ទាបមើលក្តៅអ៊ុនៗទៅបិទភ្លើងឲ្យអត់ចាំឲ្យពុះទេបន្ទាប់មកខ្ញុំយកវាមកថែមជាមួយនឹងប៊ឺសាបហ្នឹងចំនួន20 ក្រាមហើយមេនំប៉័ងឬក៏ជីសហ្នឹងចំនួន3 ក្រាមសម្រាប់មេនំប៉័ងហ្នឹងបងប្អូនអាចរកទិញបាននៅតាមតូបចាប់ហួយធម្មតាបងប្អូនសួរគេរកមេនំប៉័ងទៅគឺមានហើយយើងកូរឲ្យគ្រឿងហ្នឹងវារលាយឲ្យជីសឲ្យមេនំប៉័ងហ្នឹងវារលាយសព្វល្អហើយចាំយកវាមកចាក់ចូលក្នុងម្សៅរបស់យើងហើយខ្ញុំបន្ថែមអំបិលចូលចំនួន2 ក្រាមបន្ទាប់មកយើងកូរវាឲ្យចូលគ្នាម្សៅនឹងជាមួយនឹងទឹកដោះគោឲ្យយើងចូលវាបានសព្វល្អយើងមានពងមាន់ចំនួន1គ្រាប់ពងមាន់ហ្នឹងបងប្អូនបំបែកវាឲ្យសព្វល្អហើយយើងចាក់វាចូលពាក់កណ្ដាលបងប្អូនចូលចិត្តសាច់នំប៉័ងមានពងមាន់ច្រើនបងប្អូនអាចដាក់អស់1គ្រាប់ក៏បានប៉ុន្តែត្រូវបន្ថយទៅដល់គោស្រស់ណាដាក់វាចូលរួចហើយយើងច្បល់វាឲ្យសព្វបន្ទាប់មកយើងមានម្សៅនំប៉័ងនេះបន្តិចមកសម្រាប់ទុកប្រឡាក់ដៃរបស់យើងដើម្បីពេលដែលយើងញីម្សៅទៅវាស្អិតហើយយើងបងប្អូនអាចលាបជាមួយនឹងម្សៅហ្នឹងហើយចំពោះការញីម្សៅហ្នឹងបងប្អូនលាងដៃឲ្យតែស្អាតទៅបើថាបងប្អូនចង់ពាក់ស្រោមដៃក៏បានដែរតែសម្រាប់ខ្ញុំពាក់ស្រោមដៃវាពិបាកញីចឹងហើយខ្ញុំលាងដៃស្អាតហើយយើងញីវារហូតដល់តែម្សៅហ្នឹងគឺឡើងរលោងបែបហ្នឹងមើលសាច់ម្សៅយើងរលោងចឹងហើយបងប្អូនអាចរោយម្សៅពីលើម្សៅបន្តិចឬក៏លាបប្រេងក៏បានដែរហើយយើងដាក់វាចូលក្នុងចានធន់មួយមកយើងគ្របវាទុកចោលរយៈពេល1ម៉ោងឬអាចលើសហ្នឹងព្រោះអាស្រ័យតែសារមេឃលើវាត្រជាក់អញ្ចឹងវាអាចគ្រាន់ឡើងចឹងបងប្អូនមើលតើតើវាធំឡើងគុណ2សម្រាប់ខ្ញុំនេះគឺយកវាដាក់ក្បែរឆ្នាំងបាយក្បែរឡើយយើងធ្វើម្ហូបឲ្យវាមានកម្ដៅព្រោះមេឃយើងលើត្រជាក់អញ្ចឹងហើយវាមានកម្ដៅទៅគ្រប់1ម៉ោងហ្នឹងគឺវាឡើងល្មមអញ្ចឹងខ្ញុំដកវាចេញមកយើងអាចរោយម្សៅតិចទៅកុំឲ្យវាស្អិតហើយដុំម្សៅហ្នឹងបងប្អូនអាចបែងចែកវាធំទូចអីទៅតាមទំហំនំប៉័ងដែលបងប្អូនចង់ធ្វើសម្រាប់ខ្ញុំគឺបែងចែកវាជា14ដុំតូចៗគឺមួយដុំហ្នឹងមានចំណុះទម្ងន់40 ក្រាមទំហំប៉ុណ្ណឹងញ៉ាំតែមួយគឺឆ្អែតល្មមហើយបើអ្នកញ៉ាំច្រើនអាចញ៉ាំ2អញ្ចឹងទៅព្រោះតែធ្វើធំពេកញ៉ាំអត់អស់ពិបាកកាត់វាជា2ដដែលហើយយើងលុញវាបែបហ្នឹងតម្រៀបវាតាមលំដាប់លំដោយមកហើយបងប្អូនធ្វើការគ្របវាចោលរយៈពេល20នាទីទៀតសិនហើយដោយសារវាត្រជាក់ណាមេឃត្រជាក់អញ្ចឹងយើងត្រូវការគ្របវាច្រើនជាន់ទៅឲ្យវាហប់ហើយកំឡុងពេលយើងរងចាំនំប៉័ងដល់យើងមកធ្វើ Snow បាក់យ៉ុងរបស់យើងគឺយើងមកដាំទឹកប៊ឺហ្នឹងប៊ឺយើងប្រើចំនួន20 ក្រាមបន្ទាប់មកខ្ញុំលាយជាមួយនឹងប្រេងឆាថែមចំនួន10 ក្រាមបងប្អូនអាចប្រើជាប៊ឺសុទ្ធក៏បានប៉ុន្តែខ្ញុំចូលចិត្តលាយចឹងជាងណាអញ្ចឹងយើងប្រើប៊ឺ20 ក្រាមប្រើប៊ឺសាបហើយប្រេងឆា10ដាំប៊ឺនឹងឲ្យវាឡើងពុះឲ្យវារលាយអញ្ចឹងឲ្យវាពុះល្អហើយបងប្អូនចាប់ផ្ដើមដាក់ស្ករចូលកន្លះស្លាបព្រាបាយម្សៅស៊ុបចំនួនកន្លះស្លាបព្រាកាហ្វេប្រេងខ្យងកន្លះស្លាបព្រាបាយហើយយើងកូរគ្រឿងឲ្យវាលាយចូលគ្នាសព្វល្អមកបន្ទាប់មកបងប្អូនបន្ថែមស្លឹកខ្ទឹមចូលហើយដោយសារកន្លែងថែមស្លឹកខ្ទឹមហ្នឹងខ្ញុំភ្លេចថតអញ្ចឹងហើយស្លឹកខ្ទឹមហ្នឹងបងប្អូនអាចដាក់ច្រើនជាងហ្នឹងគឺកាន់តែល្អដោយសារថ្ងៃនេះគឺនៅផ្ទះអស់ស្លឹកខ្ទឹមឲ្យសល់បានបន្តិចទេយើងដាក់ខ្ទឹមច្រើនគឺវាឈ្ងុយហើយបងប្អូនអាចភ្លក់រសជាតិទឹកសុសនៅឲ្យចេញប្រៃផ្អែមល្មមដែលបងប្អូនចូលចិត្តមកហើយពេលដែលយើងលាយគ្រឿងល្មមហើយយើងប្រើសាច់បាក់យ៉ុងហ្នឹងគឺចំនួនកន្លះខាំយើងយកមកដាក់ជាមួយនឹងទឹកប៊ឺដែលយើងបានធ្វើមិញហ្នឹងដាក់វាម្ដងបន្តិចបងប្អូនអរគ្នាអត់ដាក់ម្ដងទាំងអស់ទេណាយើងស្រូចម្ដង2-3សាវីសិនហើយយើងធ្វើការច្បល់វាច្បល់ទៅស្ទើរចាំយើងបន្ថែមទៀតបើណាយើងដាក់វាម្ដងជោកខ្លាំងពេកវាពិបាកច្បល់ដែរនិយាយទៅពេលបងប្អូនធ្វើបងប្អូនលេងមើលតាមហ្នឹងទៅហើយមើលសាច់បាក់យ៉ុងណាយើងដុំធំវារឹងអីយើងធ្វើការហែកវាឲ្យវាទៅសោះសរសៃទូចៗឲ្យវាទន់ល្អមកនៅបាក់យ៉ុងរបស់យើងបានធ្វើរួចរាល់អស់ហើយយើងទុកវាមួយឡែកសិនយើងទៅមើលម្សៅនំប៉័ងរបស់យើងបន្ទាប់ពីទុកវាចោលបាន20នាទីមកគឺវាឡើងធំជាងមុនណាបងប្អូនមើលឃើញហើយយើងអាចចាប់ផ្ដើមមកកិនវាជារាងនំប៉័ងដែលបងប្អូនចូលចិត្តសម្រាប់
ពេលដែលបងប្អូនយកដុំម្សៅមកកិនហ្នឹងគឺយើងយកតាមលំដាប់លំដោយដុំណាដែលយើងលុញដំបូងគេគឺយើងយកដុំហ្នឹងមកប្រើមុនគេហើយយើងយកម្សៅលាបនៅលើដងឈើរបស់យើងមកហើយបងប្អូនកិនវាជារាងទ្រវែងបែបហ្នឹងដោយដែលបងប្អូនបានមើលនៅក្នុងវីដេអូអញ្ចឹងគឺយើងកិនវាបែបហ្នឹងមកណាហើយយើងកិនថ្នមៗកុំកិនវាខ្លាំងអាចទំហំកម្រាស់សាច់នំគឺវាអត់ស្មើគ្នាហើយយើងកិនវារួចហើយបងប្អូនលៃសាច់បាក់យ៉ុងបើបងប្អូនដាក់ប្រមាណកន្លះខាំដូចខ្ញុំហ្នឹងយើងលៃប៉ុណ្ណឹងគឺល្មមបងប្អូនអរគ្នានិយាយទៅបងប្អូនបែងចែកមើលធ្វើម៉េចឲ្យសាច់ហ្នឹងបែងចែកទៅគ្រប់បាន14នំដែលយើងបែងចែកហើយបងប្អូនចង់ដាក់ស្នូលច្រើនជាងហ្នឹងទៀតក៏បានដែរតែប្រមាណខ្ញុំដាក់ហ្នឹងស្នូលបាក់យ៉ុងហ្នឹងគឺវាអត់ច្រើនពេកហើយក៏អត់តិចពេកដែរពេលដែលដាក់វារួចបងប្អូនចាប់ផ្ដើមលមូលវាដូចតែយើងបានបង្ហាញអញ្ចឹងមកនិយាយទៅវាងាយស្រួលទេបងប្អូនអរគ្នាអត់ពិបាកទេហើយយើងចុងក្រោយគឺបងប្អូនផ្ចិតមុខវាអញ្ចឹងហើយយើងដាក់ដៃបែបហ្នឹងដើម្បីលុញវាបានចេញជារាងនំប៉័ងបែបនេះបើយើងចង់ធ្វើរាងមូលងាយស្រួលជាងណាតែតាមបងប្អូនចូលចិត្តទេបងប្អូនចង់ធ្វើជារាងនំប៉័ងបែបហ្នឹងក៏បានរាងមូលក៏បានដែរធ្វើនំប៉័ងរួចរាល់អស់បងប្អូនរៀបនំប៉័ងយើងដាក់ចូលលើថាសឲ្យសម្រាប់យកទៅដុតណាហើយខ្ញុំបានរោយម្សៅពីលើបន្តិចដើម្បីកុំឲ្យពេលដុតទៅវាជាប់ហើយយើងផ្អាប់ឲ្យទុកចោល1ម៉ោងឲ្យវាឡើងបានល្អសិនណាបានពេលបងប្អូនយកទៅដុតទៅនំយើងល្អបើថាវាឡើងអត់អស់ទេបងប្អូនដុតអត់សូវល្អទេហើយពេលដែលវាឡើងណាបងប្អូនយកពងមាន់ដែលនៅសល់ពាក់កណ្ដាលយកមកលាបនៅលើនំប៉័ងរបស់យើងដើម្បីពេលដុតទៅឡើងពណ៌បានស្អាតហើយខ្ញុំនំប៉័ងនេះគឺខ្ញុំឆូតវាខ្លះពេលឆូតទៅវាស្អាតមួយយ៉ាងពេលយើងអត់ឆូតស្អាតមួយយ៉ាងហើយចង់ឆូតមួយឆ្នូតបានឆូតពីរឆ្នូតក៏បានដែរតាមចំណូលបងប្អូនទេហើយសម្រាប់ម៉ាស៊ីនវិញបងប្អូនកម្ដៅវាភ្លើង180អង្សាររយៈពេល5នាទីសិនណាមុននឹងយកវាមកដាក់នំប៉័ងចូលហ្នឹងសម្រាប់ខ្ញុំពេលដែលវាក្តៅហើយមិនយើងចាប់ផ្ដើមយកនំប៉័ងមកដាក់ចូលយើងប្រើភ្លើង180អង្សាររយៈពេល15នាទីឬមួយក៏បងប្អូនអាចមើលរហូតដល់តែវាក្រហមតាមដែលបងប្អូនចូលចិត្តសម្រាប់ខ្ញុំ15នាទីហ្នឹងគឺក្រហមល្មមហើយយើងដកវាចេញមកខាងក្រៅមកបងប្អូនធ្វើការគ្របវាចោលរយៈពេល3នាទីសិនឲ្យសាច់នំប៉័ងយើងគឺវាទន់ល្អបន្ទាប់ពី3នាទីមកយើងអាចចាប់ផ្ដើមយកវាចេញបានហើយបងប្អូនគ្រាន់ឆ្កឹះវាបន្តិចមកគឺវាល្បោដោយវាអត់នៅជាប់ថាសយើងទេហើយសាច់នំប៉័ងរបស់យើងបងប្អូនអាចមើលបានពេលដែលយើងច្រកក់វាច្បាច់វាទៅគឺវាឡើងមកវិញវាអត់កពិតណាអាហ្នឹងនំប៉័ងយើងគឺធ្វើបានល្អហើយតែពេលណាច្បាច់ហើយអត់ឡើងមកវិញអាហ្នឹងយើងធ្វើអត់ត្រឹមត្រូវទេហើយតែប៉ុណ្្នឹងកូននំប៉័ងបាក់យ៉ងរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូននៅឆ្លងធ្វើឲ្យអាចសាកល្បងធ្វើបានណានិយាយទៅងាយស្រួលធ្វើខ្លាំងមែនតើសាច់នំប៉័ងគឺទន់រសជាតិគឺឆ្ងាញ់បងប្អូនធ្វើពីល្ងាចទៅព្រលឹមឡើងគឺយើងយកទៅរៀនយកទៅធ្វើកាយគឺស្រួលហើយបើដែលនៅសល់នេះគឺខ្ញុំលាបវាអញ្ចឹងទៅវាកាន់តែស្អាតហើយរសជាតិគឺឆ្ងាញ់ថែមមកកម្រិតអរគុណច្រើនបងប្អូនអរគ្នាដែលបានមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បងប្អូនមានសំណួរឬយោបល់អាច comment នៅខាងក្រោមវីដេអូបានណាហើយកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត